ក្រុមហ៊ុន Xiaomi បានបង្ហាញរថយន្ត YU7 model ថ្មីចុងក្រោយជាមួយកម្លាំងម៉ាស៊ីន681សេសកាលពីពេលថ្មីនេះលោកលេជនដែលជានាយកបប្រតិបត្តិក្រុមហ៊ុន Xiaomi បានបង្ហាញរូបភាពនិងព័ត៌មានដំបូងអំពីរថយន្ត Xiaomi YU7 ដែលជា model ទី2របស់ក្រុមហ៊ុនបន្ទាប់ពីរថយន្ត SU7 រថយន្តប្រភេទ SUV អគ្គិសនីនេះគឺត្រូវបានគេរំពឹងថានឹងមានថាមពលខ្លាំងក្លារហូតដល់681សេសដែលធ្វើឲ្យវាក្លាយជារថយន្តដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីផ្សាររថយន្តអគ្គិសនីលោកលេជនបានចែករំលែកនៅរូបភាពមួយចំនួននៅលើបណ្ដាញសង្គមរបស់គាត់កាលពីចុងខែមីនាដោយបង្ហាញរថយន្ត YU7 ជាមួយនឹងពន្លឺធម្មជាតិនៅក្នុងទីក្រុងវូហានប្រទេសចិនរថយន្តនេះគឺមានការរចនាដ៏ទំនើបនិងស្រដៀងទៅនឹង model SU7 ក៏ប៉ុន្តែត្រូវបានបង្កើតឡើងគឺជាប្រភេទ SUV ដែលមានទំហំធំជាងវាមានប្រវែង 4999 មីលីម៉ែត្រទទឹង 1996 មីលីម៉ែត្រកម្ពស់ 1608 មីលីម៉ែត្រនិងចន្លោះកង់ 3000 មីលីម៉ែត្រតាមព័ត៌មានដែលបានបង្ហាញរថយន្ត Xiaomi YU7 នៅមានជម្រើស model ច្រើនប្រភេទ model មូលដ្ឋាននឹងប្រើ motor តែមួយនៅកង់ខាងក្រោយមានថាមពល315សេសខណៈដែល model កំពូលនឹងបំពាក់ motor 2នៅខាងមុខ295សេសនិងខាងក្រោយ376សេសដែលផ្ដល់ថាមពលសរុបប្រមាណជា681សេសនិងប្រព័ន្ធបើកបរ4កង់រថយន្តនេះគឺត្រូវបានគេរំពឹងថានឹងអាចបើកបរបានចម្ងាយចន្លោះពី670ទៅ820គីឡូម៉ែត្រនៅក្នុងការសាកថ្មម្ដងអាស្រ័យលើទំហំថ្មរថយន្ត model YU7 នេះគ្រោងនឹងដាក់លក់នៅរដូវក្តៅឆ្នាំ2025នៅប្រទេសចិនជាមួយនឹងតម្លៃចាប់ផ្ដើមប្រមាណជា30,000 យន់ឬស្មើប្រហែលជា$34,000អាមេរិកវាត្រូវបានគេមើលឃើញថាជាគូប្រជែងផ្ទាល់ជាមួយនឹងរថយន្ត Tesla Model Y ក៏ប៉ុន្តែអាចមានតម្លៃទាបជាងបន្តិចការបង្ហាញនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមដោយមានអ្នកប្រើប្រាស់ជាច្រើនបានសរសើរពីការរចនានិងសមត្ថភាពរបស់រថយន្តនេះក្រុមហ៊ុន Xiaomi ដែលត្រូវបានគេស្គាល់ជាយូរមកហើយនៅក្នុងវិស័យ smartphone បានចូលទីផ្សាររថយន្តអគ្គិសនីជាមួយនឹង model SU7 ដែលទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ដោយលក់បានជា20,000គ្រឿងនៅក្នុងរយៈពេលតិចជាង1ឆ្នាំជាមួយនឹងការបន្តជោគជ័យនេះការបញ្ចេញរថយន្ត YU7 បង្ហាញអំពីមហិច្ឆតារបស់ក្រុមហ៊ុននៅក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗដូចជា Tesla និង BYD